trong đại haiរបកតែគិតថាខ្លួនឯងស្ហើយអង់គ្លេសហើយដឹងថាធ្វើមិនសោះនេះគឺជាទម្លាប់3ដែលអាចជួយពង្រឹងភាសាអង់គ្លេសអ្នកទាំងអស់គ្នាបានវីដេអូថ្ងៃនេះនាំមកជូនលោកអ្នកពិសេសដល់ជីលោកបាដែលជំនួយដល់ខួរក្បាលនិងពង្រឹងការចងចាំទី1ការទាយអត្ថន័យពាក្យគឺការទាយទៀតឯងមិនអ្នកទាំងអស់គ្នាទាយហ្នឹងគឺមានបែបបត់បែបណាទៅការទាយហ្នឹងគឺផ្អែកទៅតាមន័យដូចន័យតូចឧទាហរណ៍ឬក៏ដើមហេតុដើមចំជាដើមធម្មតានៅពេលដែលយើងស្ដាប់ឬក៏យើងអាននៅភាសាអង់គ្លេសយើងប្រកាសជាបានយ៉ាងតិចជា clear ឧទាហរណ៍មួយចោះថា She studied all night so in the morning she was very exhausted ប្រហែលជាយើងដឹងថា exhausted ហ្នឹងមានន័យថាម៉េចប៉ុន្តែយើងមើលដើម clear គាត់រៀនពេញមួយយប់អញ្ចឹងព្រឹកឡើងហ្នឹងគាត់ exhausted អញ្ចឹង exhausted ហ្នឹងគួរមានន័យថាម៉េចទៅបើតាមហេតុផលទៅគាត់ហត់ទេដឹងឬក៏ឧទាហរណ៍មួយទៀត He was furious and angry beyond control furious ហ្នឹងអីគេទៅដូចជាចម្លែកហ៎ប៉ុន្តែយើងមើលពាក្យនៅចិត្តហ្នឹង He was also angry អញ្ចឹងមានន័យថាគាត់ខឹងហើយ furious ហ្នឹងនៅចិត្តហ្នឹងដែរអញ្ចឹងពីរពាក្យហ្នឹងប្រហែលជាន័យស្តៀងគ្នាទេដឹងជាដំបូងហ្នឹងគឺយើងមិនបាច់ថាតោះតែយើងដឹងគ្រប់ពាក្យឯងយើងអាចមើល clear ហ្នឹងហើយយើងអាចទាយដឹងថាពាក្យហ្នឹងមានន័យដូចម្ដេចហ្នឹងគឺជាជំហានដំបូងយើងមិនអាចទាយរហូតបានទេអ្នកទាំងអស់គ្នាជំហានទី2គឺយើងសាក់ទៅឆែកអត្ថន័យរបស់ពាក្យហ្នឹងចំជាមានន័យថាម៉េចទៅជំហានបែបហ្នឹងគឺអាចជួយឲ្យយើងហ្នឹងរៀនពាក្យថ្មីជារៀងរាល់ថ្ងៃហើយជាពិសេសដឹងថាការប្រើប្រាស់ប្រចាំថ្ងៃហ្នឹងគឺមានទម្រង់បែបណាដែរបានន័យថាយើងរៀនកាត់ន័យយល់សិនណាដំបូងហើយបន្ទាប់មកបានយើងទៅឆែកឲ្យដឹងថាពាក្យហ្នឹងមានន័យចំថាម៉េចទៅអញ្ចឹងរៀនកាត់ន័យយល់ខ្លះហើយទី2គឺការកំសាន្តជាមួយភាសាអង់គ្លេសធម្មតានៅពេលដែលយើងចង់ចាស់ភាសាអ្វីមួយយើងត្រូវតែបន្ស៊ាំខ្លួនឯងហ្នឹងជាមួយភាសាហ្នឹងដែរហើយវិធីងាយស្រួលមួយហ្នឹងគឺយើងអាចថាពេលយើងកំសាន្តហ្នឹងគឺយើងប្រើប្រាស់ភាសាអង់គ្លេសផងដែរកំសាន្តបែបណាទៅអាចថាដូចជាពេលស្ដាប់ចម្រៀងឬក៏ពេលយើងអានសៀវភៅឬក៏ពេលយើងមើលវីដេអូអាចថាពេលវេលាកំសាន្តទាំងអស់ហ្នឹងថាយើងអាចឆ្លៀតយកពេលហ្នឹងប្រើយើងអានឬក៏យើងទទួលព័ត៌មានមេតិកាទាំងអស់ហ្នឹងជាភាសាអង់គ្លេសហើយក៏អាចជួយយើងបន្ស៊ាំជាមួយនឹងភាសាអង់គ្លេសហ្នឹងរៀងរាល់ថ្ងៃដើម្បីយើងកាន់តែចេះជាមួយនឹងភាសាហ្នឹងដែរហើយចុះបើសិនជាយើងអត់យល់ពាក្យទាំងអស់ហ្នឹងមិនដឹងដូចគ្នាដែរត្រឡប់ទៅចំណុចទី1របស់យើងហ្នឹងនៅពេលយើងអានសៀវភៅមួយទំព័រឬក៏យើងមើលវីដេអូទាំងអស់ហ្នឹងមិនប្រកាសថាយើងត្រូវចេះគ្រប់ពាក្យឯងអាចថាកាត់ន័យយល់ខ្លះទៅដូចជំហានដំបូងដែលខ្ញុំបានលើកឡើងហ្នឹងហើយចាំយើងយកទៅឆែកបន្តទៀតការធ្វើបែបនេះហ្នឹងយើងអាចថាមួយថ្ងៃយើងអាចស៊ាំជាមួយនឹងភាសាអង់គ្លេសណាជាពិសេសយើងអាចរៀនសូត្រនៅពាក្យថ្មីជារៀងរាល់ថ្ងៃផងដែរហើយអ្នកទាំងអស់គ្នាកុំភ្លេច comment ប្រាប់ខ្ញុំផងណាបើសិនជាអ្នកទាំងអស់គ្នាចង់បានការណែនាំទាក់ទងជាមួយនឹង podcast ភាសាអង់គ្លេសឬក៏ channel ភាសាអង់គ្លេសមួយចំនួនផងដែរចំណុចទី3គឺការកង្វះក្នុងការហ្វឹកហាត់ភាសាអង់គ្លេសភាសាអង់គ្លេសអាចថាជាភាសាសម្រាប់ទំនាក់ទំនងគ្នាចុងក្រោយហ្នឹងការហ្វឹកហាត់នេះដែលអាចជួយឲ្យយើងហ្នឹងពង្រឹងភាសាអង់គ្លេសបានកាន់តែប្រសើរបានដូចខ្ញុំនិយាយដដែលហ្នឹងភាសាអង់គ្លេសគឺមិនមែនជាការវាស់វែងភាពវៃឆ្លាតរបស់យើងទេភាសាអង់គ្លេសហ្នឹងអាចថាជាឈ្នាន់មួយដើម្បីយើងប្រាស្រ័យតាក់ទងរាល់ថ្ងៃឬក៏ក្នុងការសិក្សាជាដើមដូចចប់ជីកមួយអញ្ចឹងបើសិនជាយើងអត់ប្រើយូរចប់ជីកហ្នឹងគឺនឹងច្រាស់ហើយដូចគ្នាដែរនៅពេលដែលយើងរៀនភាសាអង់គ្លេសហើយយើងអត់ប្រើហ្នឹងយូរទៅយើងអាចនឹងភ្លេចបានដែរហើយការហ្វឹកហាត់ហ្នឹងយើងអាចថាហ្វឹកហាត់ជាមួយអ្នកស្គាល់ជាមួយមិត្តភ័ក្តិឬក៏ជនបរទេសហើយកុំខ្មាស់នៅពេលដែលយើងអត់ដឹងអ្វីមួយខ្ញុំតើរាល់ថ្ងៃហ្នឹងនៅពេលដែលនិយាយជាមួយនឹងអ្នកផ្សេងហ្នឹងខ្ញុំនៅតែមានពាក្យខ្លះដែលខ្ញុំអត់ដឹងដែរនៅពេលដែលខ្ញុំឮនៅពាក្យណាមួយដែលខ្ញុំអត់ច្បាស់គឺខ្ញុំចាប់សួរតែម្ដងថាពាក្យហ្នឹងគឺមានន័យដូចម្ដេចចំណែកថាមិត្តភ័ក្តិខ្ញុំអាចបញ្យល់ប្រាប់ខ្ញុំបានមធ្យោបាយហ្នឹងឯងគឺជាវិធីដែលខ្ញុំអាចរៀនសូត្រពាក្យថ្មីជារៀងរាល់ថ្ងៃផងដែរហើយការរៀនសូត្រហ្នឹងគឺអត់ចេះចប់អត់ចេះហើយទេដងទៀតដែរវីដេអូថ្ងៃនេះនាំមកជូនលោកអ្នកដល់ជីលោកបាផ្សំពី Ginkgo biloba ដែលអ្នកវិទ្យាសាស្ត្របញ្ជាក់ថាពិតជាមានប្រសិទ្ធភាពជួយដល់ចរន្តឈាមទៅកាន់ខួរក្បាលបង្ការការចុះខ្សោយនៃខួរក្បាលនិងបង្កើនការចងចាំអ្នកទាំងអស់គ្នាអាចជាវជីលោកបាបាននៅតាមអសរស្ថានដែលចិត្តលោកអ្នកបំផុតពិសេសកុំភ្លេចអានការណែនាំមុនពេលប្រើប្រាស់ផងដែរតែអ្នកទាំងអស់គ្នាមានទម្លាប់អ្វីផ្សេងដែលចង់ណែនាំដែរឬទេកុំភ្លេច comment នៅខាងក្រោមផងជាពិសេសកុំភ្លេច share វីដេអូនេះផងដែរអរគុណ